បាទស្លាប់មនុស្ស2នាក់ភ្លាមនឹងរងរបួសធ្ងន់ម្នាក់បងស្រីសង្គ្រោះបន្ទាន់ហើយទៅបានរថយន្តសង្គ្រោះបាទមកសង្គ្រោះឲ្យប្រជាជនកំពុងតែធ្វើការសង្គ្រោះហើយគាត់ជិះលឿនខ្លាំងហ៎បងហ្នឹងហើយអាចថាយើងផ្លូវខាងអញ្ចឹងយើងបន្ថយតិចមកតែនេះអត់ទេលឿនហើយគាត់ជិះដៃមួយទៀតបងគាត់ជិះដៃមួយទៀតហ្នឹងហើយគាត់ឃើញបងឃើញផ្ទាល់ហ្មងដោយសារខ្ញុំអង្គុយនៅហ្នឹងហើយគាត់ជិះមកពីមុខហ្មងយកហ្មងហើយខ្ញុំគ្រាន់តែលេចទៅឃើញអញ្ចឹងខ្ញុំពងទោប្រហែលជាមិនក្រោម100អញ្ចឹងលឿនខ្លាំងមែនតើតែបើលឿនយើងក៏មិនត្រូវដល់អញ្ចឹងគ្រាន់តែដួលគ្រាន់តែនេះទេរៀងលឿនដែរបងបាត់ដល់លឿនដែរហ្នឹងហើយលឿនដែរហើយតែបុកមិនខឿនហើយប៉ើងមកដល់នេះប៉ើងមកហើយម្នាក់ស្រីហ្នឹងបុកណានេះហើយប៉ើងម៉ូតូអូម៉ូតូប៉ើង30ម៉ែត្រនោះមែនចាអូឥឡូវស្លាប់2នាក់ណាចាបងស្លាប់2នាក់ស្លាប់2នាក់បងតែមានតែជនគឺម៉ូតូបាទចងាយពីទីតាំងនៃកន្លែងកើតហេតុបាទឆ្ងាយមែនតើបាទមិនដឹងថាកុងទ័រប្រមាណទេតាមការបើកបររបស់បងអូនស្រីតាមប្រភពព័ត៌មានថាមនុស្សស្រីអ្នកបើកទៀតបាទមនុស្សស្រីអ្នកបើកទៀតប្រជាជនបាទម៉ូតូឆ្ងាយមែនតើបាទដូចស្បែកជើងបាទទៀតប្រិមត្តទស្សនអើយបាទនេះគឺជាការដើរលេងយប់បាទដើរលេងយប់ហើយបាទបើកបរមិនដឹងថាមានស្ថានភាពបែបណានោះទេបាទនេះគឺជាម៉ូតូបាទឆ្ងាយមែនទែនពីទីតាំងនៃចំណុចកើតហេតុបាទជាប្រភេទម៉ូតូស្កូពីពណ៌ក្រហមបាទស្កូពីពណ៌ក្រហមតែមានស្លាកលេខប្រិមត្តជនភ្នំពេញ 1LS 1164បាទបើឃើញបាទសាច់ញាតិក្រុមគ្រួសារស្គាល់ម៉ូតូពិនភាគបាទនៅចំណុចផ្លូវកោងបាទហេតុជ្រៃនេះតែម្ដងស្កាត់ចំតាទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាទនៅចំណុចខាងលើនេះគឺញឹកញាប់មែនទែនចំពោះការបើកបរខ្វះការប្រុងប្រយ័ត្នតែងតែបុកនឹងកន្លែងផ្លូវកោងតែម្ដងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតបាទបុកផ្លោងជាមួយនឹងបកគោប៉ាណូឡើងត្រេតតែម្ដងប្រជាជនបាទពីនឹងដួលតែម្ដងហើយលបឿននៃការបើកនេះបងប្អូនប៉ាស្មានទៅបកគោប៉ាណូចាក់បាទថ្មពីក្រោមបាទដែកពីលើឡើងត្រេតហើយបាទមិនដឹងថាលបឿនកម្រិតណាទេតាមប្រភពព័ត៌មានបាទសាក់សីអ្នកឃើញនៅទីតាំងកន្លែងហេតុការណ៍បាទបានធ្វើការបញ្ជាក់ប្រាប់ថាអ្នកស្រីដែលស្លាប់បាត់បង់ជីវិតនៅជាប់បកគោប៉ាណូនេះគឺអ្នកបើកម៉ូតូស្កូពីតែម្ដងហើយចំពោះយុវជនម្នាក់ទៀតបាទរងរបួសធ្ងន់ក៏បានតែខ្យល់ស្លាប់នៅទីតាំងនៃកន្លែងកើតហេតុភ្លាមតែម្ដងរថយន្តសង្គ្រោះបាទមកដល់ក៏បានធ្វើការសង្គ្រោះបានតែបាទនារីម្នាក់តែមិនដឹងថាសង្គ្រោះបានដែរឬទេដោយសារស្ថានភាពរបស់គាត់គឺធ្ងន់ធ្ងរមែនទែនទាំង3តែម្ដងបាទស្លាប់2របួសធ្ងន់ធ្ងរមួយនៅនឹងកន្លែងហើយសូមបញ្ជាក់វេលាម៉ោង4ជាងទៀបភ្លឺហើយបាទជិតឈានចូលដល់ម៉ោង5ហើយក៏ប៉ុន្តែការគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះតាមប្រភពព័ត៌មានបានបញ្ជាក់ថាដួលបុកខឿននេះគឺស្លាប់មនុស្ស2នាក់និងរងរបួសធ្ងន់ម្នាក់ប្រជាជនសូមបញ្ជាក់សាច់ញាតិក្រុមគ្រួសារគឺមិនទាន់ដឹងពីព័ត៌មានពាក់ព័ន្ធជាមួយការបាត់បង់សាច់ញាតិនោះទេដោយសារស្មានេះដឹងស្រាប់ហើយគឺគាត់អ្នកធ្វើការរស់ស៊ីគាត់សម្រានលក់ហើយដោយសារម៉ោង4ជាងហើយបន្ទាប់ពីសមាជិកមកដល់នៅចំណុចទីតាំងកន្លែងកើតហេតុសមាជិកនឹងធ្វើការឆែកឆេរនឹងរកអត្តសញ្ញាណតំណែងទៅដល់ក្រុមគ្រួសារសាច់ញាតិដើម្បីឲ្យមកទទួលសពទៅធ្វើបុណ្យតាមប្រពៃណីជួបជាមួយបងស្រីទាំងអស់គ្នាដោយគាត់ឃើញបាទហេតុការណ៍នៃមុនពេលកើតហេតុជម្រាបសួរបងស្រីចាបងបាទអូនបានឃើញហេតុការណ៍មុនពេលកើតហេតុដែលគ្រោះថ្នាក់ចរាចរណ៍ម៉ូតូមួយគ្រឿងបណ្ដាស្លាប់មនុស្ស2នាក់របួសធ្ងន់ម្នាក់អូនចាបងឃើញផ្ទាល់ហ្មងដោយសារខ្ញុំអង្គុយនៅហ្នឹងហើយគាត់ជិះមកពីមុខហ្មងយកហ្មងហើយខ្ញុំគ្រាន់តែលេចទៅឃើញអញ្ចឹងខ្ញុំតាំងតុនដៃតុនទៅខ្ញុំគ្រាន់តែមិននឹកស្មានថាដល់ស្លាប់ទេដោយសារវាអត់នឹកស្មានណាពេលខ្លះគេបុកដែរតែគេបុកអាចនឹងត្រូវទូទៅត្រូវអីតែនេះថ្ងៃឃើញមកឡើងចេញខួយអាលាខួរឡើងមកមកតហឹងហើយគាត់ជិះលឿនខ្លាំងហ៎បងហ្នឹងហើយអាចថាយើងផ្លូវខាងអញ្ចឹងយើងបន្ថយតិចមកតែនេះអត់ទេលឿនហើយគាត់ជិះដៃមួយទៀតបងគាត់ជិះដៃមួយទៀតហ្នឹងហើយគាត់ជិះដៃមួយហើយគាត់របៀបងាកមើលគ្នាបងគាត់ងាកហៅគ្នាអញ្ចឹងគាត់មកបាក់បងចាខ្ញុំមិនដឹងថាគ្នាគាត់ឬក៏មិនមកពីណាមកពីណីឆ្លោះគ្នាមកពីណាមកពីណីនិយាយរបៀបថាយើងអាចនឹងជិះម៉ូតូនិយាយជេរគ្នាអញ្ចឹងណាបងអូចាបងពងទោប្រហែលជាមិនក្រោម100អញ្ចឹងលឿនខ្លាំងមែនតើបងតែបើលឿនយើងក៏មិនត្រូវដល់អញ្ចឹងគ្រាន់តែដួលគ្រាន់តែនេះទេតែនេះលឿនអូនអង្គុយនៅហ្នឹងធ្វើការហ្នឹងញឹកញាប់ឯផ្លូវហ្នឹងញឹកខ្លាំងបងដោយសារផ្លាកនេះឡានតំធ្វើឲ្យបានតបាន2ខែស្រួលពោះហ្នឹងឲ្យគេមកធ្វើឥឡូវបុកទៀតអីហ្នឹងអូនស្រីជិះមកបុកទៀតហ្នឹងហើយចាបុកខាងគាត់ជិះម៉ូតូដៃមួយហើយគាត់មានក្រោយទៀតចាកន្លងខែមុនហ្នឹងពូ2នាក់មកប្រដាក់គ្នាទេសាគឺថា1ម៉ោងនេះពូនេះគាត់ដួលហើយ1ម៉ោងក្រោយពូនោះដួលម្ដងហើយប្រត់ដូចគ្នាបងគាត់ស្លាប់ញឹកញាប់ឯផ្លូវជ័យកោងផ្លូវកោងខ្ញុំតាំងខ្ញុំមកធ្វើនេះខ្ញុំឃើញតែគ្រោះថ្នាក់ប៉ុន្តែអត់ដល់ស្លាប់ដូចអញ្ចឹងហ៎បងចាតែបើលឺតាមខ្ញុំនិយាយលឺបងគាត់នៅហ្នឹងឯងគាត់ថាច្រើនហើយតែនឹងច្រើនអូនគឺថាគាត់ទៅចេញពីក្លឹបបងចាចេញពីក្លឹបបងតែខ្ញុំគ្នាគាត់ឲ្យគាត់ជិះម៉ូតូ
ដូចស្រែកដូចធូរអីចឹង ចាបងគាត់ដេញគ្នារបៀបដេញឲ្យគាត់បាឡានបងដំបងបាឡានហើយដល់ពេលឡានផុតទៅគាត់ស្រែកដេញគ្នាតែខ្ញុំមិនដឹងថាគាត់ស្រែកដេញគ្នាគាត់ឬក៏ អ្នកផ្សេង ហ្នឹងហើយអ្នកផ្សេងទេ មកដល់លន់ស្នូមិញទៅ ចាបងលន់មកទៅហឹងមកសុកវាថាឌុបហ្មងដូចយើងធ្លាក់ពីលើអីមកចង់សុកឌុបហ្មង ទុបប្រាវយកមកជាមនុស្សចេញមកហ្នឹងឃើញស្រស់ៗចឹងមានអារម្មណ៍មិនដែរ ខ្ញុំពិបាកបងពិបាកទួយនេះមិនសាច់ញាតិយើងតែយើងមានអារម្មណ៍ថាពិបាកឡើងស្លុតទៅមកតម្រាំតែនេះយើងទៀតយើងមានអារម្មណ៍មិន ជាលើកទី1តែឃើញចឹង ចាលើកទី1បង ស្លុតមែនតើឥឡូវជាលើកទី1ឃើញមនុស្សស្លាប់2នាក់នៅមុខទៀតចម្ងាយពីគ្នាប្រហែលជា5ម៉ែត្រទេប្រិមជនគាត់ស្លុតមែនតើមិនថាគាត់មិនថាខ្ញុំបើឃើញជាក់ស្ដែងហ្នឹងគឺស្លុតដូចគ្នាអញ្ចឹងនៅនេះតាមផ្សារដល់អ្នកជិះម៉ូតូដើរលេងកម្សាន្តយប់ពេលរាត្រីឲ្យគាត់មានការប្រុងប្រយ័ត្នអី ចាបងបើថាអាចឬក៏បងពូអ៊ំអីយើងដឹងថាផ្លូវកោងឬក៏មិនថាផ្លូវកន្លែងនេះក៏កន្លែងណាទេបើថាយើងឃើញកោងហើយយើងអាចបន្ថយលើ4ក៏បន្ថយមកដោយសារកន្លែងនេះយើងដឹងថាកោងហើយឬក៏វាមានអីទៅពីមុខអីយើងបន្ថយវាតិចមកកុំជិះលឿនពេកអានេះយើងមិនកុំយកជីវិតយើងផ្ញើលើដងវិថីបងដូចគេថាអញ្ចឹងវាអត់ស្រួលទេ មិនស្លាប់ថ្ងៃនេះកើតស្អែកទេ ហ្នឹងហើយបងមិនស្លាប់ថ្ងៃនេះកើតស្អែកមកវិញអត់ទេកុំផ្ញើនឹងលើដងវិថីវាអត់និយាយទៅវាពិបាកណាបងតម្រាំតែយើងមកធំមកប៉ុណ្នេះមិនងាយហើយក៏វាមិនត្រឹមចំយើងត្រឹម10000អីយើងធំដល់8ប៉ុណ្នេះណាបង បងពុកម្ដាយតម្រាំតែចិញ្ចឹមបានប៉ុណ្នេះមិនដឹងប៉ុន្មានឆ្នាំលំបាកអីគាត់ខ្លះ ចាបងចា អរគុណច្រើនណាស់ណា ចាបងចាអរគុណ